លោកតាគាត់បានស្លាប់រហូតដល់3 4ថ្ងៃហើយតែនៅតែគាត់ដើរទៅទិញស្រានៅកន្លែងតូបអ៊ីនៅចុងភូមិហ្នឹងហើយនឹងនៅតែបង្ហាញខ្លួនឲ្យអ្នកដែលរស់នៅក្នុងភូមិហ្នឹងឃើញដដែលសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញសម្រាប់អេពីសូតនេះខ្ញុំមានរឿងរ៉ាវតាក់ទងទៅនឹងលោកតាម្នាក់ដែលគាត់ញៀននឹងស្រារហូតដល់គាត់ដេកស្លាប់3 4ថ្ងៃហើយទើបមានអ្នកដឹងអញ្ចឹងយើងចូលទៅកាន់សាច់រឿងគាត់ទាំងអស់រឿងនេះវាកើតឡើងរៀងយូរឆ្នាំដែរហើយបើតាមដែលគាត់លើកឡើងមកហើយអ្នកដែលរស់នៅក្នុងភូមិហ្នឹងពីច្រើនក៏ស្គាល់គាត់ដែរគាត់ហ្នឹងជាមនុស្សម្នាក់ដែលញៀននឹងស្រាខ្លាំងមែនតើនិយាយទៅឲ្យតែព្រឹកព្រលឹមឡើងមេឃមិនទាន់នឹងភ្លឺច្បាស់ផងហ្នឹងគាត់មកដល់កន្លែងទៀនស្រាបងស្រីម្នាក់ដែលគាត់នៅលក់នឹងនៅចុងភូមិហ្នឹងបាត់ហើយរាល់ថ្ងៃគឺអញ្ចឹងឲ្យតែបងស្រីម្ចាស់ហាងគាត់បើកទ្វារមកដឹងតែឃើញលោកតាគាត់នឹងអង្គុយចាំកន្លែងគល់ថ្នោតកង់នៅអាកែងនៅមុខតោរបស់គាត់ហ្នឹងហើយពេលខ្លះក៏មានលុយពេលខ្លះក៏អត់លុយមកសុំគាត់ផឹកចឹងទៅដោយសារតែអាណិតអញ្ចឹងម្យ៉ាងទៀតដោយសារតែគាត់ជាចាស់ជាទុំនៅក្នុងភូមិនឹងផងបងស្រីគាត់តែងតែឲ្យមួយកែវពីរកែវអីឲ្យតែបាត់ញ័រដៃញ័រជើងគាត់ទៅហើយទម្លាប់របស់គាត់គឺឲ្យតែផឹកហើយនឹងដើរទៅបាត់ហើយថ្ងៃត្រង់អីទីហ្នឹងមកវិញទៀតហើយជីវិតរាល់ថ្ងៃរបស់គាត់ហ្នឹងវិលតែប៉ុណ្ណឹងគឺស្វឹងតាំងពីផឹករហូតដល់យប់អ្នកភូមិផងរបងជាមួយរបស់គាត់ហ្នឹងតែងតែប្រាប់ណែនាំគាត់ដែរតែដឹងហើយគាត់ញៀនស្រាគាត់តែងតែនិយាយថាឲ្យគាត់ឈប់ផឹកមិនបើឲ្យគាត់ឈប់ផឹកគាត់ហូរមិនកើតបើចេះតែញ័រដៃញ័រជើងអញ្ចឹងហ្នឹងលុះត្រាដល់ការញៀនស្រារបស់គាត់ហ្នឹងវាកាន់តែធ្ងន់ធ្ងរទៅគាត់ក៏លែងសូវបានហូបបាយហូបទឹកអីជួនកាល3 4ថ្ងៃអីអត់បាយគាត់ហូបតែស្រាហ្នឹងអញ្ចឹងភ្នែករបស់គាត់វិញឡើងលឿងហើយសម្បុរវិញស្ងួតខ្មៅហើយរហូតដល់មានថ្ងៃមួយវាជាថ្ងៃដែលរឿងគ្រប់យ៉ាងចាប់ផ្ដើមកើតឡើងថ្ងៃនោះដូចរដងអញ្ចឹងផឹកឡើងគាត់មកអង្គុយផឹកស្រានៅកន្លែងបងស្រីដដែលតែបងស្រីគាត់សង្កេតឃើញថាគាត់រៀងប្លែកខ្លាំងដោយគាត់សម្លឹងមើលមុខនៅស្ងៀមហើយអត់សូវនិយាយអីទេលែងរោគកលអីចង់និយាយអីដូចរដងហើយពេលដែលបងស្រីគាត់សួរទៅតាថ្ងៃហ្នឹងកើតអីមិនក៏នៅស្ងៀមហ៎គាត់ពីច្រើនគាត់គ្រាន់តែងាកមកញញឹមហើយកវីក្បាលហើយក៏និយាយតាមត្រឡប់របស់គាត់សុំស្រាសមួយកែវមកហើយពេលដែលឲ្យទៅគាត់ក៏បានដើរចេញទៅបាត់ហើយក៏ចាប់តាំងពីថ្ងៃហ្នឹងទៅស្រាប់តែបាត់គាត់3 4ថ្ងៃឈឹងទៅអ្នកភូមិនឹងក៏ដូចជាបងស្រីទៀតដែរបងស្រីនៅអាទៀនស្រាហ្នឹងក៏ចាប់ដើមឆ្ងល់ដែរព្រោះធម្មតាគាត់តែងតែមករំខានមកគ្រប់គ្នាហ្នឹងក៏ដើរកាត់មុខផ្ទះសឹងតែគ្រប់គ្នាតែគ្រប់គ្នាក៏មិនបានទៅជាចាប់អារម្មណ៍គាត់មកដែរព្រោះគិតថាគាត់អាចនឹងទៅឆ្ងាយឬក៏ទៅចំការចុងភូមិអីគាត់មានសាច់ញាតិនៅឆ្ងាយដែរគិតថាគេអាចនឹងមកយកគាត់ទៅលេងទៅអីចឹងតាមត្រឡប់ផ្សេងដែរប៉ុន្តែអ្វីដែលគ្រប់គ្នាគិតទាំងអស់ហ្នឹងគឺវាខុសតាមពិតគាត់បានដេកស្លាប់នៅលើខែផ្ទះរបស់គាត់ហ្នឹងតែម្នាក់ឯងបាត់ហើយស្លាប់ដោយសារការញៀនស្រាខ្លាំងពេកគាត់អត់សូវបានបាយទឹកហើយក៏អត់មានណាគេដឹងដែរទាក់ទងនឹងការស្លាប់របស់គាត់សាកសពរបស់គាត់ហ្នឹងគឺដេកស្លាប់ទាំងប្រភេទដូចជាលក្ខណៈដូចបិទភ្នែកអត់ចិត្តនៅតែបើកភ្នែកមកកឡែតសភាពវិញស្ងួតក្រៀមដូចប្រភេទអ្នកញៀនស្រាអញ្ចឹងគាត់ពុះក៏ផ្លោកដេកស្លាប់នៅលើខែប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺចាប់តាំងពីពេលដែលគាត់ស្លាប់មករហូតដល់គ្រប់7ថ្ងៃវិញ្ញាណរបស់គាត់ហ្នឹងគឺអត់ទាន់ដឹងខ្លួនទេដឹងតែខ្លួនឯងស្លាប់ទេគាត់នៅតែដើរបង្ហាញខ្លួនឲ្យអ្នកភូមិឃើញដូចមនុស្សរស់អញ្ចឹងផឹកបន្ទាប់នៃការស្លាប់ដែលពេលនោះអត់ទាន់មានអ្នកដឹងទេហ្នឹងបើតាមគាត់បញ្ជាក់គាត់ថាពេលផឹកមួយយើងនៅព្រាលហើយចូលដល់បងស្រីដែលគាត់បញ្ជាក់វិញបងស្រីម្ចាស់ទៀមស្រាហ្នឹងគាត់កំពុងតែរៀបចំអូសទ្វារសម្រាប់បើក
ពេលដែលគាត់រុញឡើងភ្លាមហ្នឹងគាត់រៀងភឺសបល់តិចដែរប្លែកខុសធម្មតារៀងចង់ភ្ញាក់ទៅលោកតាដែរដោយសារមកលើកហ្នឹងគឺអត់មានសលេងអត់មានអីទាំងអស់ពួកឃើញនឹងអង្គុយលោកតានឹងអង្គុយស្ងឹងនៅលើអាបងប្រភេទដូចបជាហ្នឹងថាមានដើមថ្នោតតែគោមួយកណាត់អង្គុយនៅបែរខ្នងចឹងបងស្រីគាត់ក៏រៀងដកដង្ហើមធំរួចក៏និយាយថាអូអីតាបាត់មុខទៅណា 3-4 ថ្ងៃស្រាប់តែអត់ឃើញគាត់ហ្នឹងបាត់ឆឹងហើយទៅពេលមកវិញមកលឿនជាងគាត់បើកតូបទៀតពេលដែលបងស្រីនិយាយចឹងគាត់ក៏ងាកមកតែអត់ងាកមកភ្លាមគាត់ថាពេលហ្នឹងងាកមកយឺតខ្លាំងមែនតើដូចមនុស្ស slow mo ណារួចក៏និយាយសលេងរៀងស្អកស្ដាប់ទៅវិញចង់បានដែរពេលហ្នឹងឮទៅចាក់សាឲ្យគាត់មកកែមកញ័រដៃណាបងស្រីគាត់ក៏កលេចមើលទៅមើលលោកតាដូចជាមានសភាពរៀងស្លេកស្លាំងខ្លាំងណានិយាយទៅដូចញ័រដូចតែក្នុងចិត្តរបស់គាត់នៅគិតថាគាត់នៅតែជាមនុស្សធម្មតាតែគាត់រៀងប្លែកត្រង់ថាគាត់អត់សូវមាត់ណាមួយស្លេកស្លាំងហើយពេលដែលគាត់លូកគាត់ថាលូកដៃស្រាឲ្យបែងស្រាហ្នឹងឲ្យទៅកាន់លោកតាហ្នឹងដៃរបស់គាត់ប៉ះគ្នាគាត់ថាជាសេបបងស្រីគាត់ពេលហ្នឹងគាត់ភ្ញាក់ព្រឺនព្រោះដៃរបស់គាត់ហ្នឹងត្រជាក់ដូចតកកមកពេលនោះគាត់ក៏គិតថាប្រហែលជាដោយសារតែអាកាសធាតុពេលព្រឹកទៅយើងខ្លួននេះត្រជាក់ហើយលោកតាម្នាក់ហ្នឹងគាត់ក៏បានលើកអាកែវស្រាហ្នឹងយកមកអករួចក៏ដើរចេញទៅបាត់ទៀតទៅដូចទម្លាប់របស់គាត់រដងអញ្ចឹងគាត់ថាតែគាត់ណាពេលដែលដើរចេញហ្នឹងបងស្រីគាត់ថាគាត់ងាកមកក្រោយតែបន្តិចទេហើយក៏មើលទៅគាត់វិញទៅបាត់ឈើអាហ្នឹងគាត់រៀងប្លែកកន្លែងហ្នឹងដែរបងស្រីចាស់ហាងគាត់ក៏អត់ដឹងថាគាត់ដើរលឿនដល់ហ្នឹងពូបាត់ភ្លាមអញ្ចឹងគាត់ក៏បានជាយកចិត្តទុកដាក់អីនឹងរឿងហ្នឹងដែរគាត់ក៏ចាប់ផ្ដើមរៀបចំតោបរបស់គាត់រឿងធម្មតាតែតើតើនឹងសាច់រឿងរបស់លោកតានេះគាត់មិនមែនបង្ហាញខ្លួនតែនៅពេលយប់ឬក៏ពេលប្រឡំពេលរៀងប្រឡប់ទេគឺសូម្បីតែមានបងប្រុសម្នាក់ទៀតគាត់និយាយថាគាត់បានឃើញសូម្បីតែពេលថ្ងៃត្រង់គាត់ក៏បានឃើញដែរមានបងប្រុសម្នាក់គាត់បានជិះម៉ូតូដឹកអីវ៉ាន់តាមផ្លូវនៅគាត់ចេញពីដើមភូមិទៅជិះកាត់មកផ្ទះលោកតាដែរពេលដែលជិះកាត់នៅម្ដុំហ្នឹងស្រាប់តែឃើញលោកតាគាត់នៅដើរកាមអាកន្លែងថ្មាជើងគាត់ដើរលើផ្លូវធំឯងគាត់នៅដើរលើស្មៅហ្នឹងគាត់កលេចទៅគាត់ឃើញលោកតាតែគាត់នៅថងលើនេះគាត់ដើរមើលទៅត្រង់ហ្មងអត់មានថេតថតដូចមុនទេដើរត្រង់ស្មឹងទៅអញ្ចឹងបងប្រុសគាត់បានអែបម៉ូតូមកសួរលោកតាថាលោកតាអើយទៅណាចាំជូនទៅអីដោយតែត្រឡប់ម្ដងដែរគាត់ថានិយាយមួយគាត់មែនតែលោកតាគឺអត់ងាកមើលមុខគាត់ទេនៅតែដើរទៅហើយច្អល់ទៅថាទៅច្អល់ទៅអាទៀមស្រាដែរនៅចុងភូមិគាត់ច្អល់ទៅដឹងថាទៅទៀមហ្នឹងឯងព្រោះត្រឡប់គេដឹងគ្រប់គ្នាហ្នឹងតើតនៅលោកតាអញ្ចឹងគាត់ក៏បានហៅលោកតាឡើងម៉ូតូមួយគ្នានៅពេលឡើងម៉ូតូមួយគ្នាហ្នឹងជិះបានតែមួយទូគាត់និយាយដឹងហើយយើងជិះមួយគ្នានិយាយនេះនិយាយនោះអញ្ចឹងទៅតែនិយាយអីក៏គាត់អត់តបដែរនិយាយមួយលោកតានិយាយអីក៏អត់តបដែរអញ្ចឹងគាត់រៀងប្លែកដែរក៏រៀងស្ងាត់បន្តិចទៅជិះទៅដល់មុខទៀតគាត់ថាម៉ូតូចាប់ផ្ដើមរេវាដូចអាប្រភេទយើងដឹកធ្ងន់ដឹកអីចឹងវារេចុះរេឡើងគាត់ថារេរហូតដល់គាត់សឹងថាទប់ខ្លួនឡើងជាប់ឆែងជើងខ្លះដឹងម៉ូតូប្រភេទអាគប់ហាយវាធ្ងន់ពេកវាហេចុះហេឡើងរហូតដល់តូបបងស្រីនៅពេលដល់តូបបងស្រីឈប់ងក់ហ្នឹងគាត់ប្រឈោខ្លួននេះងាកមកក្រោយទៅបាត់លោកតាអញ្ចឹងបាត់លោកតាទាំងដែលគាត់ថាគាត់ពេលហ្នឹងគាត់រៀងជិះល្មមដែរនៅបើសិនជាមានអ្នកលោតចុះអីពីក្រោយគាត់ដឹងថាមានអ្នកចុះហើយតែមិនដឹងថាគាត់ចុះតាមរបៀបណារហូតដល់ល្ងាចដដែលនោះក៏មានអ្នកភូមិផ្សេងគាត់នៅតែឃើញលោកតាថាលោកតាហ្នឹងដើរទៅទៀមស្រាហ្នឹងរហូតឃើញពីច្រើនគឺនៅពេលព្រឹកលឹមហ្នឹងហើយនឹងថ្ងៃត្រង់តាមទម្លាប់របស់គាត់ធម្មតា
សរុបទៅការបាត់ខ្លួនរបស់គាត់ដំបូងហ្នឹងគឺគេឃើញពួកគាត់គេឃើញគាត់ចុងក្រោយហ្នឹងគឺឃើញតែពេលដែលគាត់ដើរហ្នឹងពេលថ្ងៃហើយនឹងក្បាលល្ងាចក្បាលរៀងប្រលប់បងស្រីគាត់ជួបនៅកន្លែងតូបហ្នឹងហើយក៏ចាប់ផ្ដើមបាត់គាត់មួយថ្ងៃពីរទៀតក្រោយពីបាត់ខ្លួនគាត់មួយថ្ងៃពីរហ្នឹងទៀតទើបអាក្លិនស្អុយហ្នឹងគឺចាប់ដើមភាយគ្រប់គ្នាហ្នឹងក៏បានដឹងឮថាគាត់បានស្លាប់នៅក្នុងផ្ទះរបស់គាត់រឿងដែលរន្ធត់គឺក្រោយពីដឹងថាគាត់ស្លាប់ហើយហ្នឹងបងស្រីគាត់លែងហ៊ានបើកតូបអីនៅពេលប្រលប់ទៀតដែរដូចថាចិត្តភ្លឺគាត់អត់ឡើងបើកតតែថ្ងៃមកតែអ្វីដែលកើតឡើងនៅចិត្តភ្លឺនេះគឺជាបញ្ហារបស់គាត់ថាឲ្យតែចិត្តភ្លឺហ្នឹងឮសលេងក្រកក្រាក់មើលពីគាត់មើលពីផ្ទះរបស់គាត់ហ្នឹងមិនមានខាងលើហើយមិនមានយ៉ាមកខាងមុខអញ្ចឹងយើងអាចមើលពីលើមកឃើញដល់មុខនេះគាត់ថាឮតែសលេងក្រកក្រាក់ហើយឆ្កែលូអីពេញនៅមុខហ្នឹងហ្មងអញ្ចឹងគាត់កលេចមកជួនកាលថ្ងៃខ្លះកលេចមកអត់ឃើញអីទេតែឮសលេងប្រភេទគោះជាងសាំងសីតូបខាងមុខទាំងដូចទម្លាប់ដែរពេលដែលគាត់បើកតូបអៀងយឺតអីដូចសលេងដូចទម្លាប់ដែលលោកតាគាត់ធ្លាប់គោះជាងទិញស្រាអញ្ចឹងតែគាត់នៅតែបន្តលក់តែគាត់អត់បើកពេលរៀងចិត្តភ្លឺទេលែងហ៊ានបើកដូចមុនណាតតែរៀងភ្លឺអីបានចាប់ផ្ដើមនិយាយបានអញ្ចឹងថ្ងៃដែលគាត់ឃើញស្ដែងហ្មងពេលដែលគាត់ឃើញពេលថ្ងៃខ្ញុំមិនដឹងថាតើវិញ្ញាណទាំងអស់គាត់អាចប្រហែលខ្លួនវាណាបានខ្លះទេតែតបលឺចាស់គាត់និយាយថាអាចនឹងឃើញពេលថ្ងៃឬក៏ពេលយប់ឆើគាត់ថាកំឡុងពេលដែលរៀបចំអីវ៉ាន់នៅកន្លែងដូចថាមានតូបហើយស្តែនស្រីឯនៅមុខមានស្រាថ្នាំស្រាអីគ្រប់ប្រភេទអញ្ចឹងគាត់នៅរៀបចំឮសលេងលោកតាហើយឮគាត់ថាឮច្បាស់ហ្មងគឺលោកតាឮសលេងថាឲ្យស្រាគាត់មកកាយមកញ័រដៃទៀតហើយកលេចទៅអត់ឃើញគាត់ថាឮជារឿយតាក់ទងសលេងអស់ហ្នឹងឮនៅតែឮសលេងទោះបីជាពិធីបុណ្យហ្នឹងគេរៀបចំឲ្យគាត់តាមក្បួនខ្នាតអីតាមប្រពៃណីមិនក៏គាត់នៅតែឮសលេងហ្នឹងរហូតដល់ថ្ងៃមួយគាត់ថាកលេចទៅឃើញកតុយភ្នែកឃើញច្បាស់នៅចិត្តស្តែនស្រានឹងឈោស្មឹងហ្នឹងហ្មងរហូតដល់គាត់ភ័យខ្លាចមែនតើគាត់លែងហ៊ានលក់ហ្មងសុទ្ធតែតតងនឹងស្រាគាត់លែងហ៊ានលក់ហ្មងតតងនឹងស្រាអសតតែគាត់ថាចង់ចូលកន្លះឆ្នាំអីបានគាត់ចាប់ដើមហ៊ានលក់វិញព្រោះតែឃើញស្ដែងពេកតែគាត់ថាឃើញក៏មិនឃើញជាយូរហ្មងដែរមិនជាយូរដូចអាកាលដែលគាត់ស្លាប់ដំបូងណាដែលយើងអត់ដឹងថាគាត់ស្លាប់ពេលហ្នឹងបានគាត់ថាឃើញយូរនឹងអង្គុយដូចមនុស្សស្រអញ្ចឹងតែពេលដែលគេដឹងស្លាប់បានធ្វើពិធីបុណ្យរបស់គាត់នេះឃើញជាទម្រង់សម្លេងច្រើនហើយនឹងរូបភាពដែលគាត់បង្ហាញមករៀងអញ្ចឹងបងប្អូនយល់មិនដែរតកតងទៅនឹងសាច់រឿងរបស់បងស្រីហើយសម្រាប់អេពីសូតទី32នេះគឺជាសាច់រឿងដែលខ្ញុំទទួលបានពីគាត់ដែរហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយមួយវិញទៀតបើសិនជាបងប្អូនមានសាច់រឿងចង់ចែកម្លែកមកកាន់ចាស់ប្រាជ្ញអាចតាក់ទងមកកាន់លេខ Telegram យើងបានដាក់នៅក្នុង description ខាងក្រោមហើយក៏សង្ឃឹមថាបងប្អូននៅតែបន្តជួយចុច like subscribe ការចូលរួមរបស់បងប្អូនគឺជួយពួកយើងច្រើនមែនតើអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេពីចាស់ប្រាជ្ញសូមអរគុណជួបគ្នានៅអេពីសូតក្រោយទៀត